ជំរាបសួរលោកគ្រូនេះគឺជាវីដេអូ final project របស់ខ្ញុំហើយនៅក្នុងវីដេអូនេះខ្ញុំបង្ហាញពីរបៀប download និង set up Laser sensor ហើយនឹងការ scan ដើម្បីរក vulnerability នៅក្នុង network របស់យើងអញ្ចឹងឥឡូវយើង download ដើម្បីបាន file របស់ Laser sensor ឥឡូវយើង download បានហើយឥឡូវយើងចូល file ដើម្បី install ហើយយើងធ្វើតាម set up តាមនឹងទៅឥឡូវវាបាន install ហើយយើងចុច finish មកហើយយើងចុចលើប៊ូតុងនេះហើយចាំវា initialization ឥឡូវវាហើយយើងចុច continue មកហើយកន្លែងនេះយក Laser sensor continue ទៀតហើយកន្លែងនេះយើង skip វាចោលទៅហើយកន្លែងនេះ activate code នេះយើង copy code ពីមេដែល terminal analysis ហ្នឹងវាបានផ្ញើមកយើងហើយយើង pass ចូលមកហើយយើងចុច continue ទៀតមកហើយកន្លែងនេះយើងបង្កើត username យើងហើយនឹង password មកបញ្ចូលមកហើយយើងចុចបន្តទៀតទៅហើយចាំកន្លែងនេះយើងចាំឲ្យវា download សិនមកឥឡូវ Laser sensor របស់យើងបាន set up ជោគជ័យឥឡូវយើងចូលមកដើម្បី scan basic scan network scan របស់យើងហើយកន្លែងនេះយើងដាក់ឈ្មោះអីក៏បានដែរនេះទៅ my network scan នេះទៅហើយនេះយើងយក IP network របស់យើងខ្ញុំដាក់ 172.20.10.1.4 ហ្នឹងយើងយក nick មកហើយយើង line វាមកហើយវានឹង scan មើល vulnerability របស់យើងហើយអញ្ចឹងការ scan vulnerability របស់យើងវាបាន complete ហើយអញ្ចឹងឥឡូវយើងចុចទៅមើល vulnerability ថាតើវាមានអីខ្លះដែលយើងបាន scan ហ្នឹងអញ្ចឹងនេះវាមានតែ2ទេហើយទី1នេះវាជា SMB sign in not required ហើយវាបញ្ជាក់យើងមាន description បញ្ជាក់យើងទៅវាមាន solution ថាមិនបានអញ្ចឹងទៅហើយវាគឺជា vulnerability medium ហើយមួយទៀតដូចជា medium ដូចគ្នាហើយគឺជា vulnerability SSL certificate cannot be trusted ហ្នឹងទៅវាមាន description solution អីដូចគ្នាអូខេឥឡូវយើងទៅ select យក vulnerability មួយដើម្បីយើងធ្វើការ fix លើវាអញ្ចឹងខ្ញុំយក vulnerability ដែលជា IP network របស់ខ្ញុំហើយតើតើនឹង vulnerability នេះវាតើតើទៅនឹង SMB ហ្នឹងវាត្រូវការ sign in អញ្ចឹង solution វាប្រាប់យើងថាយើង enable security sign in នៅពេលដែលយើងប្រើណាអញ្ចឹងបីរក solution យើងទៅ chat GPT ដើម្បីវារក solution អញ្ចឹងក្នុងនេះវា show comment ឲ្យយើង enable security sign in អីចឹងទៅអូខេអញ្ចឹងយើងទៅបើក PowerShell មកតែមកយើងផា comment enable security sign in ហ្នឹងណាតែមកយើង copy comment មួយនេះដើម្បីឲ្យវាដឹងថាវានៅទៅជាប់រហូតចឹងណាបាទហើយយើងផាសចូលមកតបមកយើងទៅ copy code មួយទៀតឲ្យ verify វាថាវាបាទ fix បានអត់ចឹងកន្លែងនេះវាលេខ1នេះមានថាវា true ហើយចឹងឥឡូវយើងចូលទៅ Laser sensor របស់យើងវិញដើម្បីយើង rescan vulnerability របស់យើងហ្នឹងហើយយើងបាន fix ហើយថាតើវានៅតែ show ទៅអត់នៅពេលដែលយើង rescan ហ្នឹងចាឥឡូវយើង rescan មក
ដើម្បីយើង scan មើលម្ដងទៀតចាឥឡូវវាកំពុងតែ scan ហើយឥឡូវវាបាន complete ហើយឥឡូវយើងចូលទៅមើល vulnerability ថាតើវាមានទៀតអត់ឥឡូវវាដូចជាអត់មានទេវាមានតែvulnerability SSL certificate អីហ្នឹងយើងអាចអស់មើលទៅថាវាមានណាទៀតអត់អីចឹងឥឡូវវាដូចជាអត់មានទេចឹងការ fix ហ្នឹងវាបានជោគជ័យ